បាទបន្ទាប់ពីវីដេអូមុនហ្នឹងនេះផ្លូវទៅផ្សារក្តាមដើម្បីទៅទិញក្តាមហើយនឹងទៅទិញបកាអញ្ចឹងណាតាមដងផ្លូវកែបហ្នឹងខ្ញុំធ្លាប់ទៅលើកទី1គឺស្អាតមែនតើចងចាំអត់ភ្លេចទេឥឡូវហ្នឹងបានមកម្ដងទៀតហើយមកម្ដងទៀតទៅតាមផ្លូវដែលខ្ញុំធ្លាប់មកអញ្ចឹងណាអញ្ចឹងគឺចាំអត់ភ្លេចទេបាទគឺស្អាតមែនតើកាលខ្ញុំមកហ្នឹងគឺមកពេលឆ្លងឆ្នាំសកលបាទឥឡូវមកម្ដងទៀតឥឡូវក៏ឆ្ពោះទៅផ្សារកែបហ្នឹងបាទដើម្បីទៅទិញក្តាមហ្នឹងហើយនឹងបកាខ្លះដើម្បីទៅយកទៅទឹកវាលពូជអញ្ចឹងណាអញ្ចឹងឥឡូវហ្នឹងមកដល់កន្លែងផ្សារចាប់ផ្ដើមទៅរកទិញក្តាមឥឡូវខ្ញុំរកកន្លែងចតឡានសិនបន្ទាប់ពីចតឡានហើយក៏ដើរទៅរកកន្លែងលក់ក្តាមអញ្ចឹងណាក្តាមនៅជុំវិញកន្លែងផ្សារក្តាមហ្នឹងគឺលក់សិតតែគ្រឿងសមុទ្រទាំងអស់ហ្មងបាទចឹងមាននៅក្នុងផ្សារផ្សេងនិងក្រៅផ្សារផ្សេងតែខ្ញុំទៅទិញក្តាមខ្ញុំទិញនៅក្រៅផ្សារទេដោយសារផ្សារក្តាមនេះខ្ញុំមកលើកទី1អញ្ចឹងខ្ញុំមិនដឹងថាធ្វើទៅទិញកន្លែងណាដែលល្អអញ្ចឹងណាប៉ុន្តែដល់ពេលទៅនៅខាងស្ដាំដៃហ្នឹងជាប់នឹងមាត់សមុទ្រគឺមានគេលក់មើលទៅតំណងដែរអញ្ចឹងណាក៏ចាប់ដើមចូលទិញចូលសួយអញ្ចឹងទៅតម្លៃដូចជាសមរម្យដែរហើយយើងតខ្លះអញ្ចឹងណាហើយបន្ទាប់ពីទិញហើយត្រូវតម្លៃគ្នាហើយក៏មានកន្លែងស្រស់ផ្សេងនៅទល់មុខកន្លែងលក់ក្តាមលក់បកាហ្នឹងគឺទល់មុខហ្នឹងគឺស្រស់ក្នុង1គីឡូគឺ3000ក្នុង3000 1គីឡូយើងស្រស់អញ្ចឹងណាអញ្ចឹងពេលដែលយើងទិញហើយយើងយកទៅស្រស់កន្លែងនេះកន្លែងស្រស់អញ្ចឹងណាអញ្ចឹងមានពួកខ្ញុំយកមកស្រស់នឹងទៅទិញហើយបន្តមកក៏ពួកខ្ញុំទិញក្តាមទិញអីហើយក៏ខ្ញុំទិញបាយទិញអីខ្ចប់យកទៅក្នុងទាំងអស់តទៅទិញក្តាមស្រស់នឹងហើយក៏ខ្ញុំទៅទិញបកាមួយទៀតនៅក្នុងផ្សារវិញដោយសារអ្នកនៅហ្នឹងគេប្រាប់ថាបកាក្នុងផ្សារកាន់តែស្រស់នេះអញ្ចឹងក៏ខ្ញុំមកដល់កន្លែងក្នុងផ្សារហ្នឹងក៏ទិញបានបកាហើយក៏ខ្ញុំដាក់ស្រស់កន្លែងហ្នឹង3000ដូចគ្នាក្នុង1គីឡូអញ្ចឹងណាដល់ពីស្រស់អីហើយទិញអីហើយរួចរាល់បានពួកខ្ញុំចាប់ផ្ដើមទៅបន្តទៀតទៅដើរលេងកែបនឹងមួយជុំពីរជុំអីសិនទៅដល់ពេលហើយបានថ្ងៃបានពួកខ្ញុំទៅទឹកវាពូជនឹងបន្តទៀតអញ្ចឹងណាអញ្ចឹងចាំមើលវីដេអូក្រោយធ្វើដំណើរទៅទឹកវាពូជទៀតអញ្ចឹងណាបងប្អូន